សួស្តីអ្នកគ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយហើយថ្ងៃនេះយើងនឹងមកមើល picture មួយនៅក្នុងកម្មវិធី Oxy Structure picture នេះសំខាន់មែនតើនៅក្នុងការនៅក្នុងកម្មវិធីមួយនេះ picture នេះដែរគឺជា picture BQ អញ្ចឹងនៅពេលដែលយើងធ្វើការគណនាបរិមាណនៅក្នុង project យើងចប់សពគ្រប់អស់ហើយយើងបញ្ចេញ report យើងធ្វើការឆែកអស់ហើយយើងអាចបញ្ចេញវាធ្វើជា BQ បានអញ្ចឹងសម្រាប់ BQ នេះបើសិនជានៅពេលដែលយើងបើកមក project ថ្មីហ្មងអត់មានអីទេយើងអត់ធ្លាប់ generate report អីទេគឺវាមានរាងបែបនេះយើងមាន header បែបនេះយើងមាន template បែបនេះហើយនឹងយើងមានតារាងសម្រាប់ធ្វើការមើលទៅលើ unit rate net include OT wastage ហើយនឹង selling rate អញ្ចឹងអានឹងវានឹងចាត់ generate មកជាមួយគ្នាអញ្ចឹងយើងត្រូវដឹងថានៅពេលដែលយើងធ្វើ BQ ហើយយើងធ្វើគណនាបរិមាណហើយយើងបញ្ចេញ report យើងឆែកហើយយើងអាចបញ្ចេញបានអញ្ចឹងនៅពេលដែលយើងបញ្ចេញយើងត្រូវមាន unit rate ទៅលើតម្លៃអញ្ចឹងដើម្បី generate ទាំង BQ ទាំង unit rate នៅជាមួយគ្នាយើងclick លើប៊ូតុងនេះមក BQ ខ្ញុំ click លើវាមកវានឹងបញ្ចេញ user form មួយនេះអញ្ចឹងយើងទៅមើលតិចទៅថាយើងមាន input អីខ្លះអញ្ចឹងនៅពេលដែលយើងអត់មាន input unit rate អីទាំងអីវាអត់មានបង្ហាញអីលើអីទេអញ្ចឹងយើងមានឈ្មោះ project ឈ្មោះ project code អីនេះគឺយើងអាច input ចូលក្នុងនឹងបានអញ្ចឹងណាអញ្ចឹងយើង input មកតែមុននឹងធ្វើអីទាំងអស់ខ្ញុំចង់ឲ្យអ្នកនរគ្នា generate all item មានន័យថាយើងយកតន័យនេះយើងយកតន័យពីនេះគ្រប់ item ទាំងអស់យើងនឹង generate វា classify វាទៅជា item មួយសម្រាប់ដាក់តម្លៃអញ្ចឹងមានន័យថាបើសិនជាយើងមានគិតទៅលើការងារបេតុងអញ្ចឹងយើងត្រូវមាន unit rate បេតុងមួយពុំយើងមានមួយ reinforcement យើងមានមួយអញ្ចឹងណាអញ្ចឹងយើងទៅ generate ទាំងអស់មិនថាការងារអីទេដែលមាននៅក្នុងបរិមាណនេះនៅក្នុង sheet substructure នេះអញ្ចឹងនៅពេលដែលយើង generate ហើយវានឹងបញ្ចេញ item code ហើយនឹងឈ្មោះវាបន្ទាប់មកយើងនឹង input តម្លៃចូលអញ្ចឹងយើង input តម្លៃចូលមានតម្លៃទាំង material ហើយនឹង labor អញ្ចឹងឥឡូវយើងទៅ generate item នឹងទាំងអស់អញ្ចឹងយើង generate មកអូខេអញ្ចឹងវាសួរយើងអូខេអញ្ចឹងយើង generate បាន13នៅក្នុងករណីនេះដែរយើងមាន2 option យើងចង់ input នៅតម្លៃនេះកន្លែងនេះក៏បាននេះ input មកយើងដាក់តម្លៃមកឬក៏យើងទៅនៅក្នុង sheet នេះក៏បាននេះ sheet នៅពេល generate ហើយគឺវានៅក្នុង sheet នេះអញ្ចឹងយើងមាន2ជម្រើសតែយើងចង់ធ្វើមួយណាអញ្ចឹងណាអញ្ចឹងបើសិនជាយើងចង់ធ្វើនេះ generate update ម្ដងមួយក៏បានអញ្ចឹងណាអញ្ចឹងក្នុងករណីនេះខ្ញុំអត់ចង់ update ម្ដងមួយទេដោយសារតែអីដោយសារតែខ្ញុំមាន unit rate ហើយស្រាប់អញ្ចឹងខ្ញុំគ្រាន់ copy តម្លៃមកកុំឲ្យ view ខ្ញុំ copy តម្លៃនេះមកគឺរួចស្រេចហើយអញ្ចឹងអ្វីដែលយើងត្រូវ input ហ្នឹងយើង input តម្លៃតម្លៃ wastage percentage wastage ហ្នឹងរបស់ material តម្លៃដើមរបស់ material តម្លៃដើមរបស់ labor អញ្ចឹងខ្ញុំចូលមកក្នុងតារាង BQ វិញដល់ពេលយើងចូលមកក្នុងនេះវិញវានឹង load តន័យយើងហើយអញ្ចឹងអូតតាកន្លែងនេះចុះអញ្ចឹងនៅពេលដែលយើងអានេះខ្ញុំអត់បានដាក់វាជាភាគរយអញ្ចឹងយើងដឹងនេះតម្លៃនេះប៉ុណ្នេះអញ្ចឹងនៅក្នុងករណីដែលយើងចង់ update គឺយើង update ពីនឹងបានអញ្ចឹងណាក្នុងករណីយើងចង់ដាក់តម្លៃតម្លៃ wastage ហ្នឹងគឺ
10% ចឹងយើងអាចដាក់បានណាយើងអាច update បានទៅយើងចុចលើ update មកអូខេចឹងវាទៅជា 10% ចឹងខ្ញុំចង់បញ្ជាក់ដែរថាកន្លែងនេះជាកន្លែង input ហើយអានេះសិតតែមានរូបមន្តដែលបាន generate មកជាមួយចឹងយើងគ្រាន់តែ input តម្លៃតម្លៃដើមរបស់ material តម្លៃដើមរបស់labor ហើយនឹងមួយទៀតពាក់ព័ន្ធជាមួយនឹង wastage ចឹងយើងអាចមើលកន្លែងនេះបានណាយើងអាចមើលកន្លែងនេះបានខ្ញុំចង់បញ្ជាក់មួយទៀតពាក់ព័ន្ធជាមួយទៅនឹងតម្លៃ profit ហើយនឹងកន្លែង contingency ចឹងនៅក្នុងនេះយើងអាចសេរីបានណាយើងអាចសេរីថាយើងចង់បាន profit យើងប្រមាណអញ្ចឹងណា10% 5% អានេះគឺជាភាគរយអញ្ចឹងក្នុងករណីនេះបើសិនយើងចង់ថាយើងចង់កែ profit យើងទៅជា 15% យើងអាចកែកន្លែងនេះបានអញ្ចឹងខ្ញុំ save change អញ្ចឹងយើងត្រឡប់មកមើលរូបមន្តយើងវិញនៅពេលដែលយើងកែលេខនឹងហើយយើងនឹងទៅមើលនេះកន្លែងនេះវានឹងបញ្ចេញ 0.15 វិញណាអញ្ចឹងឥឡូវអូតថាមិញខ្ញុំភ្លេចបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងចង់កែវិញខ្ញុំកែទៅ 10% វិញអូតថាខ្ញុំកែទៅ 10% វិញអញ្ចឹងតម្លៃហ្នឹងវានឹងធ្វើការផ្លាស់ប្ដូរឲ្យយើងណានេះវានឹងចេញ 0.1 វិញអញ្ចឹង profit យើងគិត 10% វិញហើយចំណុចមួយទៀតដែលខ្ញុំចង់បញ្ជាក់ហ្នឹងគឺមានន័យថាតម្លៃរវាងតារាង BFQ នេះដល់ពេលយើង generate យើងនឹងឃើញតម្លៃនេះយើងនឹងនេះតម្លៃ selling rate នេះតម្លៃនេះយើងនឹងយកទៅប្រើនៅក្នុងតារាង BFQ យើងនឹងប្រើរូបមន្តដើម្បី link អញ្ចឹងណាតែយើងអត់ចងរូបមន្តខ្លួនឯងទេតែសារតែកម្មវិធីបានចងរូបមន្តយើងហើយអញ្ចឹងបន្ទាប់ពីធ្វើការ generate ទៅលើ unit rate រួចចូលតម្លៃរួចអញ្ចឹងអានេះយើងដាក់តាមតម្លៃជាក់ស្ដែងមកតម្លៃដែលយើងធ្វើការ break down ហើយអីហើយហ្នឹងយើងយកមកដាក់នៅកន្លែងនេះមកអញ្ចឹងយើងអាច generate បាននេះយើង generate កន្លែងនេះយើង generate ជា BFQ អូខេខ្ញុំចុច generate អ្វីខ្ញុំចុច generate ទៅយើងអាចចាំវាតិចទៅវានឹង generate ហើយអូខេហើយអូខេអញ្ចឹងខ្ញុំ close អញ្ចឹងដែរនេះជាតារាង BFQ ដែរវា generate អញ្ចឹង report ហើយនឹង BFQ គឺស្រដៀងគ្នាខុសគ្នាទៅលើ node ទៅលើតម្លៃអញ្ចឹងក្នុងនេះយើងមានដែរយើងមានតម្លៃរបស់ material ហើយនឹងតម្លៃរបស់ labor អញ្ចឹងបើសិនជាយើងចង់បិទក៏អូខេយើងយក unit rate សរុបហ្មងអញ្ចឹងហើយអាហ្នឹងស្មើនឹងអីនេះយើងប្រើរូបមន្តនេះដើម្បី look up នេះ 21.78 គឺវាស្មើទៅជាមួយនឹង21.78 នេះitem មួយនេះគឺមួយនេះអញ្ចឹងវានឹងយកលេខកូដនេះលេខកូដ PAL 001នេះយកទៅប្រើនៅក្នុងនេះនៅពេលដែលយើង generate ហើយវានឹង generate កូដឲ្យយើងដែរនេះ PAL 001អញ្ចឹងវានឹងធ្វើការរើសកូដនេះដើម្បី link គ្នាដើម្បីទទួលបាន unit rate អញ្ចឹង 21.8 អានេះតម្លៃនេះមិនតម្លៃជាក់ស្ដែងអ្នកនរគ្នាខ្ញុំដាក់អញ្ចឹងទេបើសិនជាយើងចង់យកទៅប្រើប្រាស់អាហ្នឹងយើងធ្វើការវិភាគបានត្រឹមត្រូវអញ្ចឹងណាអានេះខ្ញុំគ្រាន់តែជាឧទាហរណ៍អញ្ចឹងនៅពេលដែលយើងធ្វើការ generate ហើយវានឹង summary ឲ្យយើងធ្វើចេញជាតារាង BFQ ឲ្យយើងតែម្ដងអញ្ចឹងខ្ញុំបិទមួយដើម្បីយើងស្រួលមើលបាក់លេខ2ល្បែ2អញ្ចឹងនៅក្នុងនេះដែរក្នុងនេះក៏យើងមានតារាងដែរពាក់ព័ន្ធជាមួយទៅនឹងnet rate អញ្ចឹងតម្លៃ net material price labor price អញ្ចឹងគឺតម្លៃហ្នឹងគឺយកចេញមកពី sheet unit rate ដែរទេ
គឺ seed មួយនេះអញ្ចឹងមានន័យថានៅក្នុងនេះយើង control ទាំងអស់យើង control ទាំងអស់អញ្ចឹងណាយើង control តែតម្លៃអញ្ចឹងក្នុងករណីតម្លៃមានការកែប្រែឡូថាខ្ញុំចង់ដាក់តម្លៃបេតុង35នេះទៅ80វិញអញ្ចឹងយើងធ្វើការកែប្រែនៅក្នុង seed នេះក៏បាននៅក្នុង form នេះក៏បាននៅក្នុង form នេះក៏បានយើងធ្វើអាចធ្វើការកែប្រែបានដូចគ្នាអញ្ចឹងតែត្រឡប់ខ្ញុំចូលចិត្តការនៅក្នុង Excel វាស្រួលជាងអូខេខ្ញុំធ្វើការ update តម្លៃអញ្ចឹងខ្ញុំអត់ត្រូវការ generate សារថ្មីទេតម្លៃហ្នឹងគឺវា link គ្នារហូតអញ្ចឹងយើងអត់អាចយើងអត់ចាំបាច់ generate សារថ្មីទេយើងទៅមើលតម្លៃ concrete 35នេះគឺតម្លៃ95ដោយសារតែយើងមានអីយើងមានបូកជាមួយទៅនឹង profit យើងមានបូកជាមួយ profit នេះរកមួយនេះ95.04អញ្ចឹងរូបមុនហ្នឹងអ្នកទាំងអស់គ្នាអាចមើលបានអញ្ចឹងណាថាយើងបូកយ៉ាងម៉េចយើងមានបូក profit យើងមានបូក contingency អញ្ចឹងទៅអញ្ចឹងយើងបន្ទាប់ពីធ្វើការកែហើយយើងអាចមើលបានដែរថាតើតម្លៃរបស់យើងប៉ុន្មាននេះបើសិនជាតម្លៃដើមប៉ុន្មានតម្លៃគិតអត់គិត profit ប៉ុន្មានតម្លៃដែលគិតចូល profit ហើយប៉ុន្មានអញ្ចឹងយើងធ្វើការយើងអាចមើលបានកន្លែងហ្នឹងអញ្ចឹងអញ្ចឹងនេះអូតថាបច្ចេកនេះយើងលក់ឲ្យភ្ញៀវក្នុងតម្លៃ 180,000 ប៉ុន្តែតម្លៃដើមគឺ157000អញ្ចឹងនៅក្នុងការនៅក្នុងករណីដែលយើងចង់ធ្វើការកែប្រែ profit ថាយើងគិតថាតម្លៃប៉ុណ្ណឹងយើងចំណេញតិចអញ្ចឹងណាអញ្ចឹងយើងអាចធ្វើការកែប្រែបានទៅលើតម្លៃ profit អញ្ចឹងអានេះខ្ញុំ copy ទុកឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងខ្ញុំចង់ទៅកែ profit ខ្ញុំគ្រាន់មកកែកន្លែងនេះមកខ្ញុំដាក់15វិញអញ្ចឹងតម្លៃហ្នឹងគឺវានឹងធ្វើការផ្លាស់ប្ដូរវាឡើងទៅ190,000វិញឃើញអត់អញ្ចឹង data ទាំងអស់គឺ link គ្នាអញ្ចឹងយើងអាចមើលបានតម្លៃនេះនៅដដែលតម្លៃដើមនៅដដែលប៉ុន្តែតម្លៃយើង selling rate យើងធ្វើការផ្លាស់ប្ដូរអញ្ចឹងយើងអាចមើលបានហើយយើងបើយើងចង់ដឹងថាយើងចំណេញប៉ុន្មានយើងយកដកចូលដកចេញពីយើងដកចេញដកគ្នាទៅអញ្ចឹងខ្ញុំចង់បញ្យល់អ្នកនរគ្នាមួយទៀតពាក់ព័ន្ធជាមួយទៅនឹង note នេះអញ្ចឹងខ្ញុំដឹងថាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយពីមនុស្សម្នាក់ទៅមនុស្សម្នាក់គឺតែងតែមាន template ខុសគ្នាទាំងអស់ខ្ញុំសង្កេតថា template មួយនេះអាចនឹងgeneral ច្រើនអាចទាំងអស់គ្នាអាចយកទៅប្រើបានច្រើនអញ្ចឹងណាតែខ្ញុំអត់សង្ឃឹមថាវានឹង fit អ្នកទាំងអស់គ្នាទេអញ្ចឹងបានខ្ញុំធ្វើ note នេះមួយទៀតសម្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើការកែប្រែអញ្ចឹងដើម្បីការកែប្រែ note នេះបើសិនជាអ្នកទាំងអស់គ្នាចង់កែប្រែយើងចូលនៅក្នុង view នេះតែយើងចូលនេះ view item note លេចលើវាមកនេះក្នុង view item note នេះយើងធ្វើការកែប្រែបានទៅលើ note ទាំងអស់ហ្នឹងហើយយើងមានទាំងអស់យើងមាន3 note ចឹងណាតែបើសិនជាយើងអត់យើងគិតថា note យើងមានតែមួយជួរទេយើងអាចដាក់តែមួយទៅបានហើយអានេះជា row high ហ្នឹងមានន័យថានេះឥឡូវខ្ញុំមើលខ្ញុំចង់សម្ដៅទៅលើនេះអញ្ចឹង row high នេះសម្រាប់ note ខ្លះវាវែង note ខ្លះវាខ្លីអញ្ចឹងណាដូច note នេះរៀងវែង note នេះរៀងខ្លីអញ្ចឹងអា row នេះបើសិនជា column ទំហំ column នេះគឺ fix ហើយប៉ុន្តែទំហំ row នេះកម្ពស់ row នេះយើងអាចadjustបានអញ្ចឹងណាដើម្បី
ដាក់ឲ្យវា fit កុំឲ្យវាអាក្រក់មើលនេះក្នុងករណីនេះយើង fix យើងដាក់ red tick ណាអាហ្នឹងនេះ red tick អញ្ចឹងយើងមើលនេះតើមើល concrete សាថ្មីនេះ concrete 30អូខេអញ្ចឹងខ្ញុំមើលអានេះវិញនេះយ៉ាតម្លៃ row high នេះគឺនេះតម្លៃមួយនេះ right click មក row high នេះគឺ 14.5 នេះមិញខ្ញុំចុច double click តែប៉ុតអាហ្នឹងវា 15 អាហ្នឹង double click ទៅវាទៅ auto fit ចាតែប៉ុតគឺតម្លៃហ្នឹងឯង 15 អញ្ចឹងយើងទៅមើល formwork កន្លែងនេះ 45 នេះ formwork ខ្ញុំមាន node 2 អញ្ចឹងណានេះខ្ញុំចង់សម្ដៅទៅលើនេះណានេះគឺ 45 អញ្ចឹងនៅពេលយើងទៅ say node ទុក predefine វាយើងត្រូវដឹងថាកម្ពស់វាប្រមាណអញ្ចឹងណាយើងអាច try យើងអាចសាកល្បងមើលអញ្ចឹងណាបើថាពេលយើង say node វែងទេដាក់ទៅវាអត់សមអញ្ចឹងយើងទៅសេរីវាមកបន្ទាប់មកយើង node ទុកថា row ហ្នឹងប្រមាណថាខ្ញុំទៅ say ហើយខ្ញុំអត់ដឹងទេក្នុងនេះខ្ញុំដាក់ចោលចុះខ្ញុំដាក់ 50 ឬក៏ 100 ចោលបន្ទាប់មកខ្ញុំគិតថាវាធំពេកឬក៏តូចពេកអញ្ចឹងយើងសេរីវាឲ្យល្មមមកបន្ទាប់មកយើងគ្រាន់តែ right click យើង copy កន្លែងនេះចូលអញ្ចឹងណាបន្ទាប់មកយើងយកមកដាក់ចូលក្នុងនេះអញ្ចឹងនៅក្នុងហ្នឹងយើងមាន node 3ជួរបើសិនជាអត់មានទេយើងកន្លែងនេះយើងដាក់0សម្រាប់ formwork ខ្ញុំមាន2 reinforcement ខ្ញុំមាន1យើងមាន item ផ្សេងទៀតអញ្ចឹងមាន morphal plain concrete stone excavation backfill water stop waterproof anti termite miscellaneous BQ variable អញ្ចឹងយើងបានបង្ហាញហើយពាក់ព័ន្ធមួយ contingency ហើយនឹង profit factor អញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញមួយទៀតគឺកន្លែងនេះវា special បន្តិចពាក់ព័ន្ធជាមួយទៅនឹងបេតុងហើយនឹងសរសៃដែកដោយសារតែបេតុងហើយនឹងសរសៃដែកវាមាន strength នៅពីមុខអញ្ចឹងខ្ញុំបាន program កន្លែងហ្នឹងអ្នកនរគ្នាអាចយកតាមខ្ញុំក៏បានឬក៏អាចកែក៏បានដែរអញ្ចឹងខ្ញុំប្រាប់វិធីកែនេះនៅពេលដែលយើងទៅសេយើងត្រូវទៅសេខ្ញុំនឹងដាក់30នេះ grade 30នេះពីមុខអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ say line ពីក្រោយហេតុអីបានខ្ញុំធ្វើអញ្ចឹងដោយសារតែអី concrete វាមាន strength ច្រើនអញ្ចឹងយើងត្រូវតែ say strength របស់វាទៅតាមនេះទៅតាមមេរបស់វាអញ្ចឹងអានេះ35គឺ35 node របស់វា35ដែរណាអញ្ចឹងខ្ញុំដាក់វាពីមុខដើម្បី combine ចូលគ្នាអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ say កតុយវាមកនេះឧទាហរណ៍ថាអ្នកទាំងអស់គ្នាអត់ចង់ទៅ say អញ្ចឹងទេ say បែបផ្សេងយើងគ្រាន់ input កន្លែងហ្នឹងមកប៉ុន្តែយើងត្រូវដឹងថាខាងមុខនេះនឹងមាន grade 30បែបនេះអញ្ចឹងណាអញ្ចឹងបេតុង25គឺកន្លែងហ្នឹងដាក់25ដែរអញ្ចឹងខ្ញុំលុបចោលវិញកន្លែងនេះយើងមាន formwork យើងមើលតាមហ្នឹងអញ្ចឹងណាថាយើងមានអីខ្លះអានេះពាក់ព័ន្ធជាមួយ item miscellaneous ទេយើង save មកបន្ទាប់ពីយើង save យើង save ហើយបើសិនជាមានការកែប្រែយើងត្រូវ generate ថាថ្មីដើម្បីឲ្យកម្មវិធីទៅ save ទៅលើ BFQ នឹងឡើងវិញយើងមាន report យើងមាន BFQ អញ្ចឹង BFQ នេះដែរខ្ញុំចង់បង្ហាញចំណុចពិសេសមួយចំនួនទៀតពាក់ព័ន្ធជាមួយទៅនឹងការងារ reinforcement អញ្ចឹង reinforcement ហើយនឹងបេតុងគឺដូចគ្នាយើងមាន strength នៅពីមុខវាអញ្ចឹងបើសិនជា strength នេះវា3 គឺដាក់3 ពីមុខបើសិនជា strength វា235ខ្ញុំដាក់235ពីមុខនៅក្នុងតារាង BFQ នេះដែរខ្ញុំបាន include ខ្ញុំបាន separate ទៅលើពាក់ព័ន្ធជាមួយនឹងយ៉ាងម៉ែត្រដែកអញ្ចឹងខ្ញុំធ្វើការបែងចែកថាយ៉ាងម៉ែត្រដែកប្រមាណមានប្រមាណគីឡូយ៉ាងម៉ែត្រដែកប្រមាណមានប្រមាណគីឡូអញ្ចឹងបើសិនអ្នកនរគ្នាចង់មើល detail ទៀតអ្នកនរគ្នាអាច expand បានអញ្
ចឹងនៅក្នុងនេះយ៉ាងម៉ែ16នេះមាននៅក្នុង member អីខ្លះចឹងយើងមាន packet column footing wall ចឹងតម្លៃនេះគឺជាតម្លៃសរុបនេះរបស់ member នេះចឹងណាមើលនេះតម្លៃនេះ 4,500 បើយើង select learning មកគឺនេះតម្លៃនេះចឹងណាតម្លៃនេះគឺsub total ទេប៉ុន្តែគ្រាន់ថារូបមន្តកន្លែងនេះខ្ញុំបានដាក់ចូលកុំឲ្យវាញ៉ៃញ៉ៃចឹងនៅក្នុងករណី level នេះកន្លែងនេះគឺយើងអត់មានតម្លៃនេះទេយើងមានតែតម្លៃសរុបគុណនឹងunit ទេទៅយើងចេញតម្លៃចឹងយើងអាចបើកអានេះមើលទៀតចឹងរូបមន្តគឺវាមានបែបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានអានេះរូបមន្តគឺរៀងស្មុគស្មាញបន្តិចប៉ុន្តែអាចព្យាយាមមើលទៅគឺយល់ហើយចឹងគឺយើងចេញតាមជាន់ហើយយើងមាននេះលេខយើងគឺយើងអាចមើលបានគឺត្រឹមត្រូវហើយជាន់ទី1 ground floor 1.2 អញ្ចឹងground floor 2.1 2.2 2.3 អញ្ចឹងអានេះជួយការងារយើងបានច្រើនមែនតើព្រោះការខ្ញុំធ្វើការវិមន្តគឺបាក់មែនតើសូម្បីតែសរសេរលេខនេះក៏អញញ៉ៃដែរក៏វា take time ដែរអញ្ចឹងកម្មវិធី OQC structure នេះយើងបានជួយសម្រួលទៅលើការងារដែលវាអាចថាធុញទ្រាន់សម្រួលឲ្យយើងមានការងារយើងមានប្រសិទ្ធភាពជាងមុនចាអញ្ចឹងសម្រាប់ការងារ structure គឺ very easy មែនតើជាមួយកម្មវិធី OQC structure យើងមានទាំងអស់កន្លែងនេះគឺជា system តែមួយហ្មងអញ្ចឹងយើងអាចមើលបានថាតម្លៃrate របស់យើងនៅជាន់ណាតម្លៃប្រមាណថាតម្លៃ rate គឺ super structure គឺវានៅ link គ្នាចាអញ្ចឹងតម្លៃវាគឺដូចគ្នាអានេះ 93,000 អញ្ចឹងបើយើងមើលកន្លែងនេះគឺ link គ្នាទេវាដូចគ្នាទេ 93,000 ដូចគ្នាអញ្ចឹងយើងអាចមើលដឹងទៀតថាតើតម្លៃ rate តាមជាន់តាមdiscipline មានតម្លៃប្រមាណតម្លៃនេះដែលតម្លៃដែលយើង include rate include wastage ហើយនិង contingency ហ្នឹងមួយជាន់មានតម្លៃប៉ុន្មានអានេះយើងអាចមើលបានទៀតអញ្ចឹងណាក្នុងករណីនេះខ្ញុំអាច auto fit អូខេអញ្ចឹងយើងអាចមើលតម្លៃបាន net total contingency total selling price total អញ្ចឹងកម្មវិធីនេះអាចថាមិន fit ទៅអ្នកទាំងអស់គ្នា 100% ទេប៉ុន្តែខ្ញុំគិតថាវានឹងជួយអ្នកទាំងអស់គ្នាបានច្រើនទៅលើការងារstructure របស់យើងអញ្ចឹងណាអញ្ចឹងយើងមាន report យើងមាន BFQ ហើយ unit rate យើងអាចធ្វើការកែប្រែបានហើយវា link គ្នាទេយើងចង់ដូរពេលណាក៏បានដែរយើងចង់ដូរតម្លៃ rate នេះក៏បានយើងចង់ដូរតម្លៃ material ក៏បានគឺវា link គ្នាឲ្យយើងអញ្ចឹងវាអត់មានថ្ងៃនេះខ្ញុំគាត់ថារៀងវែងដែរអញ្ចឹងអត់មានអីច្រើនទេចាំមើលយើងជួបគ្នាវីដេអូក្រោយអរគុណ